Happy birthday ក្នុងហាងពេលនេះ Happy birthday ក្នុងគុកវិញម្ដងកម្លាំងនគរបាលព្រំប្រទានកម្រិតសារាជធានីភ្នំពេញសហការជាមួយនឹងកម្លាំងអធិការឋាននគរបាលខណ្ឌទូកកបានធ្វើការចុះបង្ក្រាបក្រុមជនសង្ស័យមួយក្រុមធំដែលពីប្រមាណខែមុនក្រុមជនសង្ស័យទាំងអស់នេះបានធ្វើសកម្មភាពធាក់ក៏ដូចជាកាប់ទៅលើយុវជន2នាក់បណ្ដាលឲ្យយុវជនម្នាក់ស្លាប់បាត់បង់អាយុជីវិតនិងម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ